នេះគឺជាចាត់ដីរបស់លោករេសដងបណ្ដេះដែលត្រូវបានប្រជាជនខ្មែរសម្លាប់កាលពីជា100ឆ្នាំមុនក្នុងគណៈពេលដែលចុះទៅទាពន្ធដារពីប្រជាពលរដ្ឋនៅក្នុងភូមិក្រាំងលាវនៅក្នុងវីដេអូនេះខ្ញុំនឹងនាំអារម្មណ៍បងប្អូនទាំងអស់គ្នាទៅស្គាល់នៅភូមិមួយដែលភូមិនេះពីមុនមានឈ្មោះថាភូមិដេរឆានស្ដាប់មើលទៅហាក់បីដូចជារន្ធត់ក៏ប៉ុន្តែវាគឺជាការពិតដែលមិនអាចប្រកែកបានប្រវត្តិសាស្ត្របានចារទុកជាដំណរដល់កូនចៅជំនាន់ក្រោយគឺការតស៊ូបះបោរប្រឆាំងនឹងអាណានិគមបារាំងនៅឆ្នាំ1925គ្រាដែលប្រទេសកម្ពុជាស្ថិតនៅក្រោមការត្រួតត្រារបស់បារាំងដែលការនោះបានទាមទារពន្ធដារហួសហេតុធ្វើឲ្យប្រជាពលរដ្ឋខ្មែររងទុក្ខវេទនារកប្រាក់បង់ពន្ធឲ្យបារាំងមិនបានហើយបានកើតជាចលនាតស៊ូដើម្បីទាមទារសិទ្ធិសេរីភាពមកវិញយោងតាមឯកសារដែលបានសរសេរនៅលើស្លាកយ៉ាងធំមួយជាប់នឹងចាត់ដីបាដេះមុខវត្តបលាំងរាំងសីហៅវត្តក្រាំងលាវបានសរសេរយ៉ាងសង្ខេបថាព្រឹត្តិការណ៍នេះបានកើតឡើងនៅថ្ងៃទី18មេសាឆ្នាំ1925មានចលនាដ៏ឃោរឃៅមួយនិងគួរឲ្យរំភើបដែលផ្ទុះឡើងក្នុងចំណោមកសិករខ្មែរសុទ្ធសាធនៅក្នុងវត្តនិងក្បែរសាលាឃុំក្រាំងលាវស្រុកលាភីខេត្តកំពង់ឆ្នាំងដែលដឹកនាំដោយនារីក្លាហានចំនួន2នាក់មុនឈានដល់ការសម្លាប់ជនជាតិបារាំងមានឈ្មោះបាដេះមានឋានៈជារេសេដង់ព្រមទាំងអ្នកបកប្រែម្នាក់ឈ្មោះថៃសួននិងអង្គរៈម្នាក់ឈ្មោះឡាចគឺនៅម៉ោង11ថ្ងៃត្រង់មានស្ត្រីខ្មែរម្នាក់ឈ្មោះប៊ីដោយដែលបងប្អូនបានឃើញនៅក្នុងវីដេអូនេះស្រាប់បានយកបាយទៅឲ្យប្តីឈ្មោះស៊ីមដែលកំពុងជាប់ឃុំឃាំងនៅក្នុងសាលាឃុំរលាភីជាមួយនឹងមនុស្សប្រុសប្រមាណ10នាក់ព្រមជាមួយនឹងការយកបាយទៅឲ្យប្តីនេះដែរយាយប៊ីបានយកប្រាក់សម្រាប់ទៅលុះប្តីរបស់គាត់ផងដែរប៉ុន្តែការលុះប្តីចេញមកវិញគឺមិនបានសម្រេចទេដោយសារក្នុងចំណោមមនុស្សប្រុសជាង10នាក់មានអ្នកទៅលុះប្តីតែម្នាក់ទៅជនជាតិបារាំងមិនព្រមក្រោយមកក៏មានការតមាត់ដាក់គ្នាជាខ្លាំងដោយសារតែយាយប៊ីគឺជាស្ត្រីខ្មែរដែលក្លាហានហ៊ានតតាំងជាមួយបារាំងខ្លាំងពេកពេលនោះបារាំងឈ្មោះបាដេះបានបញ្ជាឲ្យបាញ់សម្លាប់យាយប៊ីតែនៅគ្រាដែលអង្គរៈឈ្មោះឡាចបានតម្រង់កំភ្លើងទៅរកយាយប៊ីនិងស្ត្រីខ្មែរម្នាក់ទៀតដែលមកជាមួយគ្នានោះហើយរៀបតែនឹងកេះកៃក៏មានយុវជនម្នាក់ទៀតបានកេះកណ្ដុងកំភ្លើងឡើងទៅលើហើយក៏ផ្ទុះគ្រាប់ឡើងស្រាប់តែចលនាប្រជាពលរដ្ឋនៅជិតនោះផ្ទុះកំហឹងព្រួតគ្នាវាសម្លាប់ជនជាតិបារាំងឈ្មោះបាដេះព្រមទាំងអ្នកបកប្រែឈ្មោះសួននិងអង្គរៈឈ្មោះឡាចស្លាប់ទៅរួចបានយកសាកសពអ្នកទាំង3មកគល់លើគ្នានៅចំណុចចាត់ដីសពថ្ងៃនេះក្រោយពីព្រឹត្តិការណ៍ដែលប្រជាពលរដ្ឋផ្ទុះកំហឹងសម្លាប់រេសដង់បាដេះព្រមទាំងឈ្មោះឡាចនិងឈ្មោះសួនមិនដល់10ថ្ងៃផងក៏មានប្រកាសរបស់ព្រះមហាក្សត្រខ្មែរក្រោមគំនិតផ្ដួចផ្ដើមរបស់បារាំងបានឡាយប្រហោះលេខាបដូរឈ្មោះភូមិក្រាំងលាវទៅជាភូមិដេរឆានវិញព្រោះគេបានសន្មតថាពួកបាតកោថាជាសត្វដេរឆានមិនស្គាល់ខុសមិនស្គាល់ត្រូវហ៊ានសម្លាប់លោកធំបារាំងមិនត្រឹមតែប៉ុណ្ណោះបានបញ្ជាឲ្យអ្នកភូមិសង់ចាត់ដីមួយនេះដោយដែលបងប្អូនបានឃើញស្រាប់សម្រាប់ឧទ្ទិសដល់អ្នកទាំង3ដែលបានស្លាប់ហើយបញ្ជាឲ្យអ្នកភូមិជារៀងរាល់ឆ្នាំគឺនៅថ្ងៃទី18ខែមេសាត្រូវធ្វើបុណ្យនៅចាត់ដីនោះម្ដងដែលបុណ្យនោះមានឈ្មោះថាបុណ្យលៀងទោសកំហុសរបស់ខ្លួនជាមួយគ្នានោះដែររដ្ឋការបារាំងបានបញ្ជាតាមចាប់អ្នកបះបោរនិងមេខ្លោងបន្តទៀតកាលនោះអ្នកស្រុកភ័យស្លន់ស្លោផ្អើលជ្រួលច្របល់ម្នាក់នាំគ្នារៀនរត់ចូលព្រៃខ្លះនិងឡើងភ្នំបាដាងជាដើមអ្នកដែលចាប់បានត្រូវយកមកឃុំឃាំងនិងវាយសួរចម្លើយក្រោយមករយៈពេលប្រមាណ7ឆ្នាំគឺមានការអន្តរាគមន៍ពីព្រះមហេសីមួយអង្គរបស់លោកស៊ីសុវត្ថិដែលមានដើមកំណើតនៅក្នុងឃុំព្រាលក្បែរឃុំក្រាំងលាវទើបព្រះអង្គបានចេញព្រះរាជប្រកាសលុបឈ្មោះភូមិដេរឆានមកជាភូមិក្រាំងលាវវិញនៅថ្ងៃទី9ខែមេសាឆ្នាំ1926ឆ្លងតាមឯកសារដែលខ្ញុំបានរៀបរាប់មកខាងលើនេះនិងផុសតាងដូចជាចាត់ដីបុរាណមួយនេះនិងទីតាំងវត្តក្រាំងលាវប្រជាពលរដ្ឋភូមិក្រាំងលាវរូបសំណាករូបថតលោកយាយប៊ីនិងការនិយាយពីឈ្មោះភូមិដេរឆាននិងឯកសារទាំងអស់នេះពិតជាធ្វើឲ្យឆ្លុះបញ្ចាំងឲ្យយើងឃើញពីសង្ឃនេនកម្មអនុស្សាវរីយ៍ដ៏ល្វីងជូរចត់ចំពោះអំពើសងសឹកយ៉ាងអមនុស្សធម៌របស់បារាំងមកលើបណ្ដារាស្ត្រភូមិក្រាំងលាវក៏ដូចជាប្រជាជាតិខ្មែរទាំងមូលឈ្មោះភូមិដេរឆាននេះគឺជាមរតករបស់អាណានិគមបារាំងសេះនៅចុងសតវត្សទី19អរគុណបងប្អូនទាំងអស់គ្នាដែលបានមើលវីដេអូនេះដល់ចប់ហើយបងប្អូនយល់យ៉ាងណាដែរចំពោះព្រឹត្តិការណ៍ដ៏គួរឲ្យរន្ធត់មួយនេះសូមខមមិននៅខាងក្រោមវីដេអូនេះហើយជួបជាមួយខ្ញុំជឿនវ៉ានីនៅវីដេអូក្រោយទៀតNgồi chắp lại